រោគនេះសាយ Star ទោះជាអ្នកនាងកាត់ខ្លួនឯងជាពីរក៏ស្លៀកមិនចូលដែរហាងយើងអត់មានសាយធំទេចានាងថាខ្ញុំធាត់ហ៎ទេនេះមិនមែនជាខ្ញុំទេនេះមិនមែនជាផ្ទះកូនកំលោះកូនក្រមុំរបស់ខ្ញុំនិងមូឈីងទេចុះមិនបានខ្ញុំនៅទីនេះខ្ញុំប្រកាសជាកំពុងយកសប្តាហ៍ហើយអត់ទេឆ្នាំ2025ហ៎ខ្ញុំនិងមូឈីងរៀបការនឹងគ្នានៅឆ្នាំ2015តើនេះខ្ញុំឆ្លងភពមក10ឆ្នាំក្រោយមែនទេនេះជារូបថតបញ្ចប់ការសិក្សារបស់ពួកយើងហើយនេះជារូបថតដែលលេងជាមួយគ្នាលើកដំបូងនេះជារូបថ្ងៃរៀបការហើយពួកយើងមានកូនជាមួយគ្នាទៀតនេះជាផ្ទះខ្ញុំនៅ10ឆ្នាំក្រោយចំណែករូបមួយនេះគឺជាខ្ញុំនៅ10ឆ្នាំក្រោយកូនប្រុសចុះមកញ៉ាំបាយមកកូនគឺមូឈីងហើយនឹងកូនប្រុសរបស់ខ្ញុំកែវយិតដែលកូនចង់បានគេនឹងដឹកមកឲ្យថ្ងៃនេះហើយយប់នេះមីងកំដរកូនមើលផ្កាយល្អទេកូនល្អតាប៉ាក៏មកមើលដែរមកធ្វើតាមអ្នកមីងលីងចុះកូនអាហារត្រូវមាត់បងគឺពងទីចៀនអត់សូវប្រេងហត់នាងហើយបងស្រីជួយភ្ញាក់ហើយហ៎ឆាប់មកញ៉ាំអាហារព្រឹកមកបងខ្ញុំធ្វើមាន់បំពងដែរបងចូលចិត្តញ៉ាំជាងគេឲ្យមាន់បំពងខ្ញុំមិនដែលញ៉ាំអាហារបំពងសោះនឹងស្រីម្នាក់នេះជានរណាមិនបានជានាងមកនៅទីនេះមូឈីងមិនក៏ផ្អែមល្ហែមជាមួយនាងម្លេះកូនក៏ស្និទ្ធនឹងនាងដែរឈោធ្វើអីហ្នឹងមកញ៉ាំបាយមកប្តីនឹងកូនប្រុសខ្ញុំជាមួយស្រីប្លែកមុខម្នាក់មើលទៅដូចគ្រួសារតែមួយអញ្ចឹងស្រីម្នាក់នេះជានរណាឲ្យប្រកាសមិនបានជានាងធ្វើខ្លួនដូចម្ចាស់ផ្ទះអញ្ចឹងចំណែកខ្ញុំឈរនៅទីនេះមើលទៅដូចជាភ្ញៀវដែលគ្មានចំណែកនៅក្នុងផ្ទះនេះទៅវិញនាងជានរណាចេញពីផ្ទះខ្ញុំឲ្យឆ្ងាយទៅបងជួយមុខស្លេកម្លេះយប់មិញគេមិនលក់ទៀតហើយហ៎បងបានញ៉ាំថ្នាំទៀងម៉ោងទេកុំមកប៉ះអញអាឡែកស៊ីជាមួយមនុស្សស្រីក្បាលខូចដូចជាឯងជួយឡានឯងចង់មករករឿងអីទៀតហើយហាសឈប់លោឡាបានអត់មនុស្សប្រុសដែលធ្លាប់ស្រឡាញ់ខ្ញុំស្ទើរលេបឥឡូវបែរជាសោះអង្គើយធុញទ្រាន់នឹងខ្ញុំទៅវិញតែបែរជាផ្អែមល្ហែមជាមួយអ្នកក្រៅជាងមូឈីងខ្ញុំចង់សួរបងឲ្យច្បាស់ថារឿងនេះវាពិតជាយ៉ាងម៉េចបងឯងយកស្រីញីមកគិតក្នុងផ្ទះហើយមកប្រាប់ឲ្យខ្ញុំឈប់លោឡាហ៎នាងឯងបងជួយញ៉ាំបាយសិនទៅបងខ្ញុំដឹងថាបងចូលចិត្តមាន់បំពង់ជីទើបខំធ្វើឲ្យបងច្រើនជាងមុនថែមទាំងដាក់ម៉ាយ៉ូណេសគុណនឹង2ត្រូវមាត់បងមកឯងអាចបន្ថយរបស់បំពងខ្លះបានអត់មិនមើលរៀងខ្លួនឯងទេអីថាថត់ប៉ុណ្ណាហើយលោកប្រធានគុំនិយាយអញ្ចឹងអីជំងឺបងជួយត្រូវការឲ្យគាត់សប្បាយចិត្តទើបជាការល្អបំផុតណាការដុំអាហារត្រូវធ្វើសន្សឹមឯងមិនចេះខ្មាស់គេក៏គួរសម្លឹងមើលមុខកូនស៊ីវលីងខ្លះដែរប្រជុំអាណាព្យាបាលសប្តាហ៍ក្រោយខ្ញុំខ្លាចតែមិត្តភក្តិសើចចំអោយកូនទេវ៉ាន់នាងទៅជំនួសនាងទៅវ៉ាន់រំខាននាងហើយណាមួយទៀតចាប់ពីថ្ងៃនេះទៅឯងទៅដេកនៅបន្ទប់អានសៀវភៅទៅស៊ីវលីងត្រូវគេងជាមួយវ៉ាន់ឯងរើចេញពីបន្ទប់ធំទៅមិនបានទេលោកប្រធាននោះជាបន្ទប់របស់លោកនឹងបងជួយតាឲ្យខ្ញុំទៅនៅមិនកើតម្យ៉ាងទៀតក្រែក្នុងបន្ទប់អានសៀវភៅតូចណាស់បងជួយមានរៀងបែបនេះគេងមិននឹងចូលទៅអញ្ចឹងក្រៅកន្ទេលដេកលើឥដ្ឋទៅយ៉ាងណាក៏នាងដេកពេញមួយថ្ងៃទៅហើយដេកលើឥដ្ឋឬលើក្រែវាគ្មានអីខុសគ្នាទេមនុស្សស្រីដែលសំបីតែរៀងខ្លួនឯងក៏មើលថែមិនបានធ្វើឲ្យកូនត្រូវខ្មាស់គេនៅសាលាតើមានលក្ខខណ្ឌសម្បត្តិអីធ្វើជាប្រពន្ធត្រកូលជាងសំនឹងនៅបន្ទប់ធំដែរហ៎ប្តីនឹងកូនដែលការពារតែស្រីទូទី3ឯខ្ញុំក៏ស្រាប់តែធាត់យ៉ាងនេះរួមទាំងស្រីមីយាដែលមើលទៅស្លូតបូតតែលួចចាក់រុកពីក្រោយខ្នងនេះទៀត10ឆ្នាំក្រោយជីវិតខ្ញុំធ្លាក់ដុនដាបដល់ថ្នាក់នឹងហោះឯងប៉ុន្មានអ្នកនេះគិតថាជើងឯកមេដែលមានផ្នែកកស៊ុំទៅដូចជាចេះតែនៅស្ងៀមឲ្យជន់ឈ្លីមែនទេបងជួយកុំខូចចិត្តអីលោកប្រធានធ្វើនេះក៏ដើម្បីបងដែរបងទៅនៅបន្ទប់អានសៀវភៅចាំរៀនស្គមបន្តិចសិនចាំគិតទៀត